ជាមើងងាយដូនតាខ្ញុំអ្នកនឹងខ្ញុំប្រយុទ្ធគ្នាម្ដងទៅឲ្យខ្ញុំបានដឹងថាវាជាបំផ្លាញឆ្នាំនិងវាជាបំផ្លាញអាវុធរបស់និកាយច័ន្ទពលស្វាយរបស់អ្នកខ្លាំងប៉ុណ្ណាអ្នកគឺជាឋានៈសេនចំណែកខ្ញុំជាឋានៈជុំសេនតើអ្នកចង់បោកប្រាស់ខ្ញុំមែនទេបើមិនហ៊ានប្រយុទ្ធទេចូលនៅស្ងៀមទៅបើហ៊ាននិយាយពីអសរទៀតទោះខ្ញុំបិទបាំងឋានៈខ្លួនឯងក៏ខ្ញុំនឹងសម្លាប់អ្នកនៅទីសាជាសម្លាប់សិស្សនិកាយសេនរបស់ខ្ញុំមែនទេសិស្សនិកាយសេននិយាយមើងងាយដូនតាខ្ញុំដូនតាខ្ញុំមិនខ្វល់នឹងបង្រៀនក្មេងតូចម្នាក់ទេប៉ុន្តែកូនចៅតកូឈិនរបស់យើងក៏មិនមែនជាមនុស្សស្លាប់ដែរត្រូវតែសងសឹកឲ្យដូនតាមេតកូឈិននិយាយត្រង់មហាទេពមិនអាចមើងងាយបានទេអ្នកក្រំតែជាជនសេនម្នាក់ក៏ហ៊ានមើងងាយដូនតាខ្ញុំដែរហេតុអ្វីខ្ញុំមិនអាចសម្លាប់អ្នកបានមិនមែនមហាទេពមិនអាចមើងងាយបានទេមហាទេពមិនអាចមើងងាយបានទេមហាទេពមិនអាចមើងងាយបានទេមិនទាន់ដកថយទៀតទេមហាទេពឈិនហាមអញគិតថាឯងជាមេតកូក្រំតែជាក្មេងតូចម្នាក់អញមិនខ្វល់នឹងឯងទេនៅនិកាយច័ន្ទពណ៌ស្វាយរបស់ឯងបើហ៊ាននិយាយពីអសរទេឈិនហាមក៏មិនអាចការពារឯងបានដែរមនុស្សដែលខ្ញុំចាំការពារពិភពលោកនេះក៏មិនអាចធ្វើបាបបានបន្តិចដែរទីអ៊ូតអាំប៉ុណ្ណឹងក៏មិនអាចប្រៀបធៀបនឹងការប្រយុទ្ធពិតប្រាកដបានដែរប្អូនស្រីនិយាយត្រូវឈិនហាងក៏បំផ្លែងឆ្នាំនឹងការបំផ្លែងអាវុធតែអ្នកជ្រើសរើសមួយណាមុនមួយទូននិងមួយក្រំតែជាការប្រគួតឈ្នះចាញ់ពិបាកនឹងធ្វើឲ្យអ្នកទាំងពីរជឿជាក់ដើម្បីគោរពខ្ញុំជាគោលណាអ្នកមានដីយ៉ាងម៉េចមកជាមួយគ្នាទៅមកជាមួយគ្នាដីឆ្វេងរបស់ខ្ញុំអាចបំផ្លែងឆ្នាំដីស្ដាំរបស់ខ្ញុំអាចបំផ្លែងអាវុធហេតុអ្វីមិនអាចធ្វើជាមួយគ្នាបានដូនតាខ្ញុំមានជំនាញទាំងបំផ្លែងឆ្នាំនិងបំផ្លែងអាវុធមួយតូននឹងទេពិតណាស់នឹងឈ្នះដូនតាត្រូវតែឈ្នះឈិនហានធៀមគិតថាអ្នកក្រំតែជិះវូតតាមមកមិននឹកស្មានថាការប្រកួតឋានៈមហាទេពក៏អួតអានបែបនេះដែរប្រើដៃទាំងពីរដើម្បីបំផ្លាញអាវុធអញ្ចឹងខ្ញុំនឹងមើលថាតើអ្នកអាចឈ្នះខ្ញុំបានយ៉ាងម៉េចនេះគឺជាសម្លេងងាយក្រីពិតប្រាកដគិតទៅពួកអ្នកក៏មានចំណេះដឹងខ្លះដែរស្និននេះត្រូវបានបំផ្លាញចេញពីឆ្អិនងាយក្រីពិតប្រាកដពេកឆ្អិនមេក្រីពិតប្រាកដនោះគឺជាវត្ថុធាតុដើមបំផ្លាញអាវុធនេះដើម្បីបំផ្លាញអាវុធដែលចេញមុខនឹងមិនមែនជាវត្ថុធម្មតាទេចាំពោះស្វ័យចេញមុខអាចនឹងបំផ្លាញចេញអាវុធទេតាដូនតាអាចនឹងអួតអានពេកទេពេលជាបំផ្លាញឆ្នាំនិងបំផ្លាញអាវុធនេះមិនមែនស្ថិតនៅលើឆ្នាំទេអញ្ចឹងស្ថិតនៅលើអ្វីស្ថិតនៅលើចិត្តបើក្នុងចិត្តមានធម៌នោះអ្វីទាំងអស់សុទ្ធតែអាចបំផ្លាញអាវុធបានស្លេងល្បីខ្ញុំនឹងធ្វើឲ្យអ្នកនឹងខ្លួនឯងអូនស្រីកំខាន់ឈិនហាមក្រំតែបោះប្រាស់ពូសេងទៅនេះទេជំនាញទាំងបំផ្លាញឆ្នាំនិងបំផ្លាញអាវុធខ្ញុំនឹងសុំរៀនពីវិធីបំផ្លាញឆ្នាំរបស់អ្នកថាមានប៉ុន្មានគីឡូក្រាមអញ្ចឹងខ្ញុំនឹងមកសុំរៀនពីវិធីបំផ្លាញអាវុធរបស់អ្នកមើល